ងណាការលងឯងលើកមកណាសន្យាថា2025នាំឯងទៅលេងសៀមរាបតែឥឡូវឡើងខែ11ឯហ្នឹងមិនអត់តនាំទៅទៀតអញ្ចឹងហើយណៃឃើញមកទៀតអីមែនណៃឃើញរីគេបងឯងធ្វើអីដល់ខ្លួនឯងហីអូនេះត្រូវគ្នាវិញអូមកយីណ៎ចាំមកសន្យាថាបងនឹងមកអូនទៅសៀមរាបបានមើលបងឯងសន្យាហត់ឆ្នាំមកដល់នាំអូនទៅណោះតែលើកនេះបងសន្យាថា 100% នឹងបានទៅអូខេអូខេអូខេអញ្ចឹងក៏បានដែរធ្វើម៉េចក៏បានដែរឲ្យនាំទៅសិនគេមកអូណៃឃើញបងរឿងមែនកំតើណៃទៅសៀមរាបច្រើនដងហ្នឹងតែណៃលើកនឹងចង់ទៅធ្វើគេទៀតតែអូនទៅលើកហ្នឹងអូនចង់ទៅបែបលក្ខណៈ pop set អីហ៎អូនចង់ទៅលក្ខណៈបោះតង់អាំងសាច់ឲ្យមើលថ្ងៃលិចចឹងណាបងឯងខ្នាក់គិតមើលបើសិនជាយើងធ្វើអញ្ចឹងហើយមើលទៅវាសប្បាយអត់មានអីឡោតាកំតើបងមើលសិកំតើបងអស់លុយបាត់ហើយណាពេលបងអត់គ្រប់នៅក្នុងtrip ហ្នឹងបងហើយបានហើយបាយគ្នាសរសើរខឹងទៀតហើយមួយថ្ងៃខឹងចង់80លានដងសរសើរខឹងលើនេះសង្ស័យតនាំទៅសៀមរាបមែនតើណាបានបាត់ក៏តែទៅលើនេះក៏រៀងប្លែកក៏ចង់ឲ្យធ្វើម្ហូបឲ្យមើលថ្ងៃលិចមើលភ្នំអីផ្សេងប្លែកដល់ហើយមើលបងប្អូនអ្នកមើលអ្នកគ្នាមានកំណត់អីជួយផ្ដល់ខ្ញុំបន្តិចមើលដោយសារឥឡូវខ្ញុំកំពុងកាំងហ្មងហើយចង់និយាយថាចាអាប៉ែនេះណាសង្សារសុំបាច់និយាយថាសង្សារចង់ទៅសៀមរាបបោះតង់មើលថ្ងៃលេខអីតាហើយកូនព្រមទៅជំរុំយុវជនជាសកលលើកទី11ដូចពួកយើងហើយមែនហ្នឹងចង់អ្នកនរគ្នាចង់ដឹងអត់ថាកម្មវិធីជំរុំយុវជនជាសកលលើកទី11របស់យើងគឺជាកម្មវិធីអីហើយមកចាំពួកខ្ញុំប្រាប់ពួកខ្ញុំគឺជាប្រតិភូមកពីជំរុំយុវជនជាសកលលើកទី11សាខាព្រះប៉ាលីឡៃហើយជំរុំយុវជនជាសកលលើកទី11ក្រុមវិធានបទយុវជននិងការអប់រំនៅឆ្នាំ2030លើពីនេះការបោះជំរំយុវជនជាសកលលើកទី11បង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពជំរុញការយល់ដឹងអំពីវប្បធម៌និងបណ្ដុះបណ្ដាលយុវជនឲ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងការថែរក្សានិងអភិរក្សសម្បត្តិវប្បធម៌ជាតិដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍និងកិត្តិនាមរបស់ប្រជាជាតិកម្ពុជាទៅលើឆាកអន្តរជាតិរយៈការចូលរួមកម្មវិធីនេះធ្វើឲ្យយុវជនមានទទួលបានបទពិសោធន៍ថ្មីៗជាច្រើនហើយនឹងមានទំនាក់ទំនងល្អជាមួយនឹងយុវជនដែលមកពីមជ្ឈដ្ឋានផ្សេងៗនិងបណ្ដុះស្មារតីឲ្យយុវជនចេះថែរក្សាវប្បធម៌អរិយធម៌និងជួយលើកស្ទួយវិស័យទេសចរនៅក្នុងប្រទេសកម្ពុជាយើងឲ្យកាន់តែច្រើននិងថែមទាំងធ្វើឲ្យយុវជនមានរំលឹងជីវិតរស់នៅក្នុងវិស័យដ៏រីកចម្រើនមួយនេះបន្ទាប់ពីបានចូលរួមយុវជនសកលលើកទី11ក្រោមប្រធានបទយុវជននិងមរតកសន្តិភាពនេះយុវជននឹងកែប្រែឥរិយាបថការគិតបែបវិជ្ជមានហើយនឹងអភិវឌ្ឍសមត្ថភាពដូចខាងក្រោមយល់ពីតម្លៃនិងយល់ដឹងកាន់តែច្បាស់អំពីដំណើរការនៃការស្វែងរកសន្តិភាពនិងតម្លៃនៃសន្តិភាពយុវជនក៏នឹងយល់កាន់តែច្បាស់ផងដែរអំពីតួនាទីរបស់ខ្លួននៅក្នុងការថែរក្សាកេរដំណែលសន្តិភាពហើយពួកគេក៏នឹងយល់កាន់តែច្បាស់ផងដែរអំពីមរតកវប្បធម៌ជាតិបន្ថែមពីនោះទៀតយុវជនក៏នឹងក្លាយជាមគ្គុទ្ទេសក៍ចម្បងនៅក្នុងការផ្សព្វផ្សាយវប្បធម៌និងទេសចរជាតិផងដែររួមជាមួយគ្នាផងដែរយុវជនយើងក៏នឹងទទួលបានបំណិនផ្សេងៗតាក់ទងទៅនឹងការផ្សព្វផ្សាយវប្បធម៌តាមរយៈការបង្កើតគំនិតថ្មីភាពច្នៃប្រឌិតហើយនិងការប្រើប្រាស់បណ្ដាញសង្គមផងដែរការបោះជំរំយុវជនជាសកលលើកទី11នេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីដំណើរនៃការអភិវឌ្ឍយុវជននៅកម្ពុជានៅក្នុងបរិបទដែលប្រទេសជាតិកំពុងទទួលបានសុខសន្តិភាពចូលរួមអនុវត្តផែនទីបង្ហាញពីផ្លូវការអប់រំរបស់កម្ពុជានៅក្នុងឆ្នាំ2030ដើម្បីទទួលបាននៅគោលដៅអភិវឌ្ឍមួយដែលប្រកបដោយចក្រីភាពនៅក្នុងឆ្នាំ2030ក៏ដូចជាលើកស្ទួយវិស័យអប់រំនៅកម្ពុជាផ្សព្វផ្សាយទេសចរវប្បធម៌អរិយធម៌របស់ប្រជាជាតិកម្ពុជាក្នុងការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី
កម្មវិធីជំរុំយុវជនសកលលើកទី11នេះដែរគឺយើងមានសកម្មភាពនិងគោលបំណងដូចជា1ស្វែងយល់អំពីវប្បធម៌ខ្មែរ2តន្ត្រីវប្បធម៌3កម្មវិធីសប្បុរសធម៌ទៅកាន់បឋមសិក្សាមេបន4ការចុះទស្សនាទៅកាន់ប្រាសាទមេបនខាងកើត5ការចុះទស្សនានិងស្វែងយល់អំពីសហគមន៍និងសហគមន៍កសិកម្មទំនើប6គឺការស្វែងយល់អំពីជីវភាពរបស់វីរៈកងទ័ព7ការកិច្ចពិភាក្សាស្ដីពីយុវជននិងការអប់រំនៅកម្ពុជាឆ្នាំ2030និងចុងក្រោយគឺកម្មវិធីជជែកដេញដោលរបស់យុវជនជំនុំសកលវគ្គប្រាច់ប្រវត្តិ សាខារបស់ពួកយើងក៏បានរៀបចំនៅមូលនិធិមួយដើម្បីជួយទៅកាន់សាលាបឋមសិក្សាមេបននៅក្នុងខេត្តសៀមរាបបើសិនបានអ្នកគ្នាចង់ចូលរួមមួយពួកយើងអ្នកគ្នាអាច scan តាមរយៈ QR code ខាងលើហើយកុំភ្លេច remark នៅឈ្មោះសាខារបស់ពួកយើងដែលមានឈ្មោះថាសាខាព្រះបាទលីឡៃឬសាខាទី3តោះចូលរួមទាំងអស់គ្នាតោះចូលរួមមួយយ៉ាងណាគ្នា Bengawan Solo Desa teko oi pun Hati sekiem tiang lai sopon Cha chai san dai chuan tek nyom Bengawan Solo Tengok so rongong លងលំអារម្មណ៍សែនសុខទៅខំពេលដែលខ្ញុំបានយល់អូបង្កាវ៉ាន់សូឡូខ្ញុំសូមហៅទាំងចុងអំពលតាយកចិត្តណាមិនសង្ស័យខ្ញុំនឹកឃើញទៅសៀមរាបអូយច្រឡំនិយាយខុសបាច់យក សមត្ថភាព